ជំរាបសួរមកទាំងអស់គ្នានេះគឺជារបៀបបង្កើត Apple ID ដែល support ជាមួយនឹងប្រអប់ mail និងប្រអប់ note ដើម្បី support សូមអ្នកជ្រើសរើសយកកន្ទុយ Add iCloud របៀបនៃការបង្កើត Apple ID គឺមាន2ជម្រើសទី1អ្នកត្រូវបង្កើត mail ណាមួយដើម្បីរងចាំដូចជា Gmail Hotmail Yahoo បន្ទាប់មកអ្នកមកបង្កើត Apple ID ឲ្យដូចទៅនឹង mail នោះ Apple នឹងផ្ញើ link មួយទៅចូល mail ដែលអ្នកធ្វើរងចាំហើយអ្នកត្រូវទៅទទួល verify link នោះទៅ Apple ដំណើរការប៉ុន្តែថ្ងៃនេះខ្ញុំសូមបង្ហាញមិត្តភ័ក្តិទាំងអស់គ្នាពីរបៀបនៃការបង្កើតមួយទៀតគឺយកកន្ទុយ Add iCloud តែម្ដងការបង្កើត Add iCloud នេះគឺដំណើរការល្អព្រោះ Add iCloud នេះគឺជា mail របស់ Apple ដូច្នេះសូមទស្សនាខ្ញុំនឹងបង្ហាញពីរបៀបនៃការបង្កើតកន្ទុយ Add iCloud សូមអ្នកទាំងអស់គ្នាចូលទៅក្នុង setting ហើយចូលទៅប្រអប់ iCloud ហើយ click លើពាក្យ create a new Apple ID កន្លែងនេះសូមអ្នកជ្រើសរើសថ្ងៃខែឆ្នាំកំណើតអ្នកទាំងអស់គ្នាគួរតែដាក់ថ្ងៃខែឆ្នាំកំណើតពិតតែម្ដងដើម្បីងាយស្រួលថ្ងៃណាមួយអ្នកដូរលេខសម្ងាត់គឺ Apple ទាមទារឲ្យអ្នកឆ្លើយនៅថ្ងៃខែឆ្នាំកំណើតរបស់អ្នកទើបអ្នកអាចបដូរលេខសម្ងាត់បានហើយចុច next បំពេញឈ្មោះហើយ next បន្តទៀតចំណុចនេះគឺមាន2ប្រសិនបើអ្នកយកជម្រើសទី1ខាងលើខាងក្រោមនេះគឺអ្នកយកកន្ទុយ Add iCloud បើអ្នកយកខាងលើជ្រើសយកខាងលើនោះគឺបានន័យថាអ្នកទៅបង្កើត mail ណាមួយរងចាំហើយនៅកន្លែងនេះគឺអ្នកបញ្ចូល ID Apple នឹងក៏ឲ្យដូចទៅ mail ដែលអ្នកធ្វើរងចាំគឺមានន័យថាយក mail ផ្សេងៗទៅធានា Apple បើយើងយកជម្រើសខាងក្រោមនេះគឺបង្កើតយកកន្ទុយ Add iCloud តែម្ដងការបង្កើតដែលយកកន្ទុយ Add iCloud នេះគឺមានភាពងាយស្រួលដោយមិនចាំបាច់យើងទៅ verify link ជាមួយនឹង mail ផ្សេងទៀតដោយដែលយើងយកជម្រើសទី1នោះទេនេះគឺបានន័យថាឈ្មោះនេះមានអ្នកគេប្រើប្រាស់រួចហើយអញ្ចឹងយើងត្រូវបដូរឈ្មោះនេះក៏គេត្រូវបានប្រើហើយដែរអញ្ចឹងបដូរទៅ underscore វិញហើយចុចលើពី grade next ឈ្មោះនេះឲ្យបញ្ចូលលេខសម្ងាត់ការបញ្ចូលលេខសម្ងាត់គឺត្រូវវាយលេខលាយជាមួយអក្សរតែអ្នកត្រូវវាយអក្សរធំសំណួរចម្លើយនេះការជ្រើសរើសសំណួរចម្លើយនេះក៏ត្រូវជ្រើសរើសសំណួរចម្លើយហើយចាំផងថ្ងៃក្រោយបើសិនជាយើងបដូរលេខសម្ងាត់គឺ Apple នឹងឲ្យយើងឆ្លើយនៅសំណួរចម្លើយទាំង3នេះវិញដែរដូច្នេះពេលដែលចាប់ផ្ដើមបង្កើតសូមមិត្តភ័ក្តិទាំងអស់គ្នាចាំនៅត្រង់សំណួរចម្លើយទាំង3នេះកន្លែងនេះគឺ mail ធានាអ្នកចង់ដាក់ mail ណាដើម្បីធានានៅពេលដែលអ្នកមានបញ្ហាអីគឺមាន mail ធានានេះជួយសង្គ្រោះឬក៏យើងមិនចាំបាច់ដាក់ក៏បានដែរបាទប៉ុណ្ណឹងគឺចប់ហើយ Apple ID នេះគឺដំណើរការតែម្ដងដំណើរការទាំងអស់ទាំងប្រអប់ mail និងទាំងប្រអប់ note ដោយមិនចាំបាច់យើងទៅទទួល link ហើយ verify code អីដោយដែលយើងបង្កើតនៅជម្រើសទី1ដោយដែលខ្ញុំបង្ហាញពីមុននេះអញ្ចឹងគឺយើងជ្រើសរើសយកកន្ទុយ Add iCloud តែម្ដងគឺ click នៅជម្រើសទី2ខាងក្រោមនេះគឺបានកន្ទុយ Add iCloud តែម្ដង add underscore k និង add iCloud.com ចុចលើពាក្យ mergeនេះបើសិនជាយើងចុចលើពាក្យ OK បានន័យថាប្រអប់ Find My iPhone បើកបើយើងចុច Don't Allow គឺប្រអប់ My iPhone បិទឥឡូវខ្ញុំចុច OK ប្រអប់ Find My iPhone នេះគឺ on បើកអញ្ចឹងបើសិនជាអ្នកបារម្ភភ័យខ្លាចអ្នកខ្លះគាត់ចាប់ផ្ដើមបង្កើត Apple ID ហ្នឹងគឺគាត់ខ្លាចជាប់ iCloud អញ្ចឹងបើសិនជាអ្នកខ្លាចជាប់ iCloud ហើយភ្លេចលេខសម្ងាត់ពេលណានោះសូមទាញប្រអប់ Find My iPhone នេះបិទឥឡូវខ្ញុំបិទ Find My iPhone នៅពេលដែលបិទឲ្យយើងត្រូវវាយលេខសម្ងាត់ចូលបើសិនជាយើងបិទគឺ
នៅពេលដែលយើងចាប់ផ្ដើមសារចេញគឺអត់មានជាប់ iCloud អត់មានអីទេអត់មាន wireless សម្ងាត់ទេប៉ុន្តែដើម្បីសុវត្ថិភាពអ្នកទាំងអស់គ្នាគួរតែទាញបោក file My iPhone នេះបើកដើម្បីសុវត្ថិភាពទូរស័ព្ទរបស់អ្នក iPod នេះបានមកកាត់ចប់ហើយប៉ុន្តែមិនទាន់អាច download បានទេគឺត្រូវបំពេញលក្ខខណ្ឌនៅ App Store បន្តិចទៀតចូលទៅ App Store ហើយបញ្ចូល account ដែលយើងបង្កើតមិញបញ្ចូលលេខសម្ងាត់ហើយអូខេបន្ទាប់មកចុចលើពាក្យថា review ជ្រើសរើស Store សម្រាប់ការ download account នេះយើងបើយើងយកនៅអាមេរិកគឺសម្បូរកម្មវិធីសម្បូរបែបក៏ប៉ុន្តែពេលនេះខ្ញុំយកនៅខ្ញុំសូមយកនៅកូរ៉េខាងត្បូងខ្ញុំយកខ្មែរវិញចុះខ្ញុំយកខ្មែរហើយ next កន្លែងនេះសូមគ្រីសទី1សូមយកពាក្យណាន់គ្រីសលើពាក្យណាន់ហើយកូដ enter code enter code នេះសូមវាយលេខ3ខ្ទង់ហើយសញ្ញាលេខដកហើយ3ខ្ទង់ទៀតជ្រើសរើស page ហើយអាសយដ្ឋានអាសយដ្ឋានទី1និងទី2គឺបញ្ចូលដូចគ្នាតែម្ដងទៅpostcode សំទោសគឺកន្លែងកូដនេះគឺយើងមិនចាំបាច់បំពេញទេសម្រាប់ខ្មែរឬក៏អាមេរិកអីគឺយើងច្រឡោះចោលតែម្ដងឥឡូវខ្ញុំលុបចេញកន្លែងហ្នឹងគឺយកមកពេញនៅកន្លែង postcode នេះវិញ postcode គឺយើងបំពេញដូចរូបភាពនឹងអញ្ចឹង3ខ្ទង់សញ្ញាលេខដកហើយ3ខ្ទង់ទៀតលេខហើយលេខទូរស័ព្ទdone ប៉ុណ្ណឹងគឺរួចរាល់ហើយចុច next ពិនិត្យមើលសារឡើងវិញកន្លែង code enter code ហ្នឹងគឺមិនចាំបាច់បំពេញទេបាទចុច next done ប៉ុណ្ណឹងគឺរួចរាល់ហើយទីយើងចាប់ផ្ដើមចុច done ហើយវាយលេខសម្ងាត់ម្ដងទៀតយើងបញ្ចូលលេខសម្ងាត់ម្ដងទៀតឥឡូវជាមួយខ្ញុំសាក download កាកាអូថកមួយបាទ down បានហើយនេះគឺរបៀបនៃការបង្កើត Apple ID ដែលជ្រើសរើសយកកន្ទុយ Add iCloud គឺប្រអប់ mail គឺដំណើរការនៅពេលនេះប្រអប់ mail នេះគឺដំណើរការជាមួយនឹង Add iCloud Add iCloud នេះគឺជា mail របស់ Apple ផ្ទាល់តែម្ដងបាទបើយើងបង្កើតរបៀបបង្កើត Apple ID បង្កើតយកកន្ទុយ Add iCloud នេះគឺដំណើរការជាមួយនឹងប្រអប់ Note ប្រអប់ mail គឺដំណើរការបើយើងជ្រើសរើសយកកន្ទុយផ្សេងខុសពី Add iCloud នេះគឺប្រអប់ Note អត់ដំណើរការទេអញ្ចឹងសូមមិត្តភក្តិទាំងអស់គ្នាបង្កើតគួរតែបង្កើតយក Add iCloud តាមដែលខ្ញុំធ្វើនេះតែម្ដងទៅដើម្បីមានភាពងាយស្រួលពីព្រោះ Add iCloud នេះគឺជា mail របស់ Apple ផ្ទាល់តែម្ដងគឺ support ជាមួយនឹង iPhone និង iPad